កំពុងផែរៀមក៏ជាមូលហេតុធំបំផុតដែលខ្ញុំតែងទៅសេដូច្នេះបើប្រិយមិត្តទាំងអស់គ្នាអាចមានឱកាសក្រឡេកទៅមើលសំណេររបស់ខ្ញុំតាំងពី3ខែកន្លងមកគឺអ្វីៗកើតឡើងដូចដែលខ្ញុំបានសរសេរចាស់ដូចនេះឯងខ្ញុំសង្កេតនេះខ្ញុំក៏ត្រៀមដែររត់ទៀតហើយរត់ការពិតគឺមិនពិតតើអ្នកណាជាមេខ្លោងបញ្ឆេះសង្គ្រាមរវាងកម្ពុជាថៃកម្ពុជាយល់ព្រមតាមវៀតណាមរំលោភកិច្ចព្រមព្រៀងសាងសង់កំពង់ផែយោធារាមនៅខេត្តកោះកុងរបស់ចិនមានឆន្ទៈជួយកម្ពុជាយ៉ាងពិតប្រាកដថៃយកចិនជាបង្អែកវាយកាន់កាប់នៅផ្នែកខាងលិចនិងការពារកំពង់ផែរៀមរបស់ចិនឯកម្ពុជាបែរជាហៅវៀតណាមនិងអាមេរិកឲ្យចូលជួយទីបំផុតទៅកម្ពុជាយើងនឹងក្លាយជាទីលានប្រយុទ្ធបានសម្រេចដូចបំណងป้าก็รถโจรหรอป้าก็รถโจรแต่ก็ทั้งนั้นหรอกมาได้นี่มันก็เทียบได้ต้องซับต้องรอได้ปะนะอันนี้จะโยนเยอะล้างจะโยนอันเยอะล้างจะโยนวันប៉ុន្តែយើងមិនដែលចុះញោមនឹងសង្គ្រាមម្ដងណាឡើយនេះជាសញ្ញភាពដែលមិនអាចប្រកែកបានរបស់កម្ពុជាពិតមែនថាសង្គ្រាមនាំមកនូវវិនាសកម្មដែលជាអំពើអាក្រក់មួយប៉ុន្តែការបាត់បង់ទឹកដីដោយសារសត្រូវឈ្លានពានទន្ទ្រានកាន់កាប់រឹបអូសនៅរតនសម្បត្តិប្រាង្គប្រាសាទធនធានរ៉ែលើដីក្នុងទឹករបស់ជាតិយើងគឺជាអំពើអាក្រក់ដែលធំជាងទឹកដីយើងដែលនៅគង់វង្សរហូតមកដល់ពេលនេះសុទ្ធតែញើសនឹងឈាមរបស់ជនជាតិយើងមិនមែនដោយសារការលើកដៃសំពះសត្រូវសុំរស់នោះឡើយប្រជាជនគ្រប់ស្រទាប់វណ្ណៈគ្រួសារនីមួយៗសុទ្ធតែធ្លាប់មានចំណែកក្នុងការលះបង់សម្រាប់ប្រទេសមួយនេះអស់ជាយូរណាស់មកហើយដូច្នេះដើម្បីការពារសន្តិភាពនៅក្នុងចំណោមរវាងអំពើអាក្រក់នេះដែលយើងគួរជ្រើសរើសអំពើអាក្រក់ណាដែលតិចជាងក្នុងពិភពលោកដែលជួបបញ្ហាព្រំដែនសុទ្ធតែធ្វើការចរចានេះជាការពិតត្រឹមត្រូវមែនប៉ុន្តែហេតុអ្វីមិននិយាយផងទៅថាមុននឹងចូលដល់ការចរចាតើប្រទេសទាំងអស់នោះមានបានឆ្លងកាត់ដំណាក់កាលនៃសង្គ្រាមដែរឬអត់មិនថាសង្គ្រាមតូចឬធំយើងតែងគាំទ្រដល់ការចរចា
ប៉ុន្តែមិនត្រូវស្ថិតក្នុងស្ថានភាពទន់ខ្សោយពេកទេគ្រប់ទម្រង់នៃការបើកកិច្ចចរចាសុទ្ធតែត្រូវដើរទន្ទឹមគ្នាជាមួយនឹងប្រតិបត្តិការយោធាទាំងអស់គឺវាយផងចរចាផងទើបយើងមានឥទ្ធិពលនិងតម្លៃតថ្លៃបាននៅលើតុចរចាមិនមែនគ្រាន់តែឈរអោបដៃអង្គុយរាប់រណ្ដៅគ្រាប់ផ្លោមអាចទាមទារការចរចាពីសត្រូវបាននោះដែរគឺវាមិនដែលមានទេនៅក្នុងគ្រប់ចំនួនប្រដាប់អាវុធទាំងអស់ក្នុងពិភពលោកយើងនេះសត្រូវដឹងពីចំណុចខ្សោយរបស់យើងដែលចង់កម្រិតទំហំសង្គ្រាមត្រឹមតែតាមបន្ទាត់ព្រំដែនតែប៉ុណ្ណោះដោយមិនហ៊ានបើកទ្វារប្រយុទ្ធចំហពេញទំហឹងនោះឡើយដែលអាចនាំការគំរាមកំហែងដល់សន្តិសុខនិងសុវត្ថិភាពចូលជ្រៅដល់ផ្ទៃក្នុងប្រទេសនិយាយដែលត្រង់ទៅភាពសុខសាន្តប៉ុន្មានឆ្នាំចុងក្រោយនេះពួកគាត់មួយចំនួនកំពុងរស់នៅស្ទើរតែប្រៀបប្រដូចបាននៅលើឋានសួគ៌ទៅហើយគឺបបោហូហៀសបាយភ្លុកទឹកភ្លុកដីក្នុងសម័យសន្តិភាពរីឯប្រជាជនថ្នាក់ក្រោមមហាជនថ្នាក់កណ្ដាលព្រមទាំងកងទ័ពភាគច្រើនមានសេចក្តីក្លាហាននិងឆន្ទៈស្រឡាញ់ទឹកដីហើយចង់ប្រយុទ្ធដោយបើកចំហនិងពេញទំហឹងជាមួយសត្រូវឈ្លានពានកុំឲ្យវារ៉ាំរ៉ៃយូរពេកចង់រក្សាទំនាក់ទំនងមិត្តភាពល្អជាមួយប្រទេសជិតខាងឬប៉ុន្តែមិនគួរច្រឡំជាមួយនឹងសត្រូវឈ្លានពានទឹកដីនោះឡើយគឺយើងត្រូវតែបែងចែករវាងមិត្តនិងសត្រូវឲ្យបានច្បាស់លាស់ដរាបណាដែលពួកឈ្លានពាននៅតែមានមហិច្ឆតាដណ្ដើមទឹកដីយើងដោយគ្មានទីបញ្ចប់តើឲ្យយើងអាចគោរពបទឈប់បាញ់បានយ៉ាងដូចម្តេចក្នុងពេលដែលសត្រូវមានគ្នាច្រើនដោយព្រៃឈ្លានពានដោយភ្លើងរុករានទន្ទ្រានមិនឈប់ឈរដូច្នេះគឺវាមិនអាស្រ័យនិងមិនសម្រេចលើភាគីយើងតែម្ខាងនោះទេទៅក្រមមួយAruntin Chanwirakul visited the blast site at Sisaket province earlier today. He says the landmine incident, while Cambodia says the situation on the border remains calm. Thailand's response suggests that tensions have returned with the suspension of the PACT's implementation. CNA's senior correspondent Saksesal Sambat tells us. Fire between Thailand and Cambodia is being put to the test after Bangkok has suspended a joint peace declaration following a landmine explosion that has injured Thai soldiers. On Tuesday, the Thai National Security Council has approved the temporary suspension of the joint declaration that would stipulate the process for both countries to maintain peace at its contested borders. This follows an incident on Monday.ដើមបោះបាល់ឲ្យចោលឈ្លានពានទាត់តាំងពីដើមទីព្រោះតែអ្វីគឺដើម្បីបំពេញធាតុផ្សំឲ្យបណ្ដឹងរបស់យើងទៅកាន់ ICJ ដោយបើកទ្វារបង្ហាញនូវទស្សនវិជ្ជាចោលឈ្លានពាននៅឃុំអូ3ជាន់ការពិតភូមិព្រៃច័ន្ទស្ថិតក្នុងដែនរដ្ឋបាលរបស់យើងតាំងពីយូរយារណាស់មកហើយដោយមានទាំងប្រជាជនរស់នៅមានដីស្រែចម្ការប្រកបការដាំដុះនិងមានប៉ុស្តិ៍ទាហានការពារព្រំដែនទៀតផងយើងយកបទឈប់បាញ់ហើយដកថយស្ងាត់ហេតុអ្វីកម្លាំងឈរជើងនៅទីនោះមិនយកទ្រូងច្រើនទ្រូងគោរពបទឈប់បាញ់បង្ហាញសកម្មភាពឈរជាជួរ
ស្រាក់ដៃគ្នាផ្លាស់វេនដោយគ្មានអាវុធមិនដេចបានជាដកថយបណ្ដោយឲ្យថៃរីលួសបន្លាទុកប្រជាជនចោលឲ្យធ្វើសកម្មភាពតវ៉ាដើម្បីបង្ហាញអន្តរជាតិបង្ហាញក្រុមអ្នកសង្កេតការណ៍នៃបទឈប់បាញ់ឬថៃកេងចំណេញពីសកម្មភាពតវ៉ារបស់យើងទម្លាក់កម្រិតពីការឈ្លានពានកាន់កាប់ដោយកំរោលមកជាតំបន់ប្រទីងប្រទង់មិនទាន់ដាច់ស្រេចគ្នាឥឡូវចោលចូលមកហើយថែមទាំងធ្វើផ្លូវសង់សំណង់រឹងមាំហើយមិនដកថយនៅពេលដែលបណ្ដឹងរបស់យើងនៅឯ ICJ មិនទាន់ឆ្លើយតបនឹងត្រូវការពេលវេលាទៅមុខទៀតដូច្នេះចំនួននឹងត្រូវអស់បន្លាយយុទ្ធសាស្ត្រយើងគឺចង់បង្ហាញមុខមាត់អាក្រក់របស់ថៃប៉ុន្តែមានកំហុសត្រង់ចំណុចនៃការដកថយដែលជាការប្រថុយប្រថានដ៏ធំមួយរីឯចៅថៃមិនល្ងងនោះទេវាក៏បើកយុទ្ធនាការបំភាន់អន្តរជាតិធ្វើត្រាំតាមយើងដើរតួជាជនរងគ្រោះធ្វើឲ្យមានអ្នកជឿលើចៅខ្លះជឿលើយើងខ្លះព្រោះតែដើម្បីគោរពបទឈប់បាញ់មិនតបតហើយសត្រូវចូលតុចរចាចែកដីខ្លួនឯងមិនខុសអ្វីពីការនំដុតទាំងមូលទៅដូរនឹងគ្រាប់ល្ងពី3គ្រាប់នោះឡើយតើយើងយកអ្វីមកគិតថានឹងចំណេញដីថៃប្រើយុទ្ធសាស្ត្រពាក់កណ្ដាលសង្គ្រាមពាក់កណ្ដាលចរចាសង្គ្រាមមិនច្បាស់ជាសង្គ្រាមធ្វើតែការរុករៀនរំកិលចូលនេះហើយជាមូលហេតុដែលឮតែបទចម្រៀងអត់ធ្មត់សម្រាប់ស្ថានភាពកំដរចៅឈ្លានពានដែលទីបំផុតចៅដឹកនាំស្ថានភាពហើយប្រកាសប្រាប់អន្តរជាតិថានឹងប្រើសិទ្ធិស្របច្បាប់ការពារអធិបតេយ្យភាពស្អីគេនោះរបស់វាទៅវិញរីឯយើងរត់តាមពីក្រោយស្ថានភាពហើយបន្តបាត់បង់បន្តិចម្ដងហុចឱកាសឲ្យចៅឈ្លានពានជាអ្នកបាញ់តក់ឯយើងជាអ្នកអង្គុយកត់ត្រារាប់រណ្ដៅក្របផ្លោងវក់វីតែនឹងរឿងអ្នកណាបាញ់មុនអ្នកណាបាញ់ក្រោយដែលជារឿងគ្មានបានការខ្មោចដប់អ្វីទាំងអស់ Terus terus